Hello hello វត្តឡើងមកវិញជាមួយនឹងរឿង trading ម្ដងទៀតហើយអ្នកនរគ្នាអញ្ចឹងអានេះគឺជាថ្ងៃទីអឺ3នៃថ្ងៃចូលឆ្នាំខ្មែរហើយនៅប្រហែលជាពេលថ្ងៃគឺខ្ញុំបាន trade ដាក់មក trade ដែរនៅលើ gold ហើយខ្ញុំនឹងធ្វើការបញ្យល់ពីអឺអ្វីដែលខ្ញុំមើលឃើញនៅក្នុង setup មួយនេះអញ្ចឹងមុននឹងខ្ញុំចូល trade គឺខ្ញុំបានជាទូទៅគឺខ្ញុំមាន charting ដល់ទៅ2ហើយជាទូទៅអានេះគឺវារៀង clean ជាងឥឡូវភាសាឥឡូវគឺ chatting ច្រើនជាងហើយមុននឹងខ្ញុំចូល trade គឺទី1គឺយើងបានឃើញទៅលើវិធីភក់នៅខាងក្រោមនេះអញ្ចឹងអានេះគឺជា liquidity pool ខ្ញុំគិតថាដំណើរទីខ្សែវាគួរតែត្រមមកលើ low ហ្នឹងមុននឹងវាចង់ទៅលើអាចបានជាខ្ញុំអាច predict ឬក៏អាចទូទេថា market នឹងត្រមមក low ហ្នឹងមុននឹងវាឡើងទៅលើគឺដោយសារនៅលើនេះគឺយើងមានទៅលើ total soup ដែល total soup មួយនេះគឺវាបានចាក់ទៅ weekly high យ៉ាអញ្ចឹងវាបានចាក់ទៅ weekly high មួយនេះដែលខ្ញុំបានគូមួយហ្នឹងហើយខ្ញុំ expect ទៅលើ reversal ឬក៏និយាយស្ដាប់ទៅនៅខាងលើនេះគឺអ្វីដែលខ្ញុំ predict គឺថាវាគឺជា premium zone yes អញ្ចឹងចំពោះ model ខ្ញុំ trade គឺងាយស្រួលមែនតើចំពោះ concept អ្វីក៏ដោយទោះបីជា trend line ឬក៏ជា order flow ក៏ដោយអ្វីទាំងអស់សម្រាប់ខ្ញុំគឺវាមានតែពីរឯងគឺ premium និង discount ហើយចំពោះថ្ងៃហ្នឹងដែលខ្ញុំ trade គឺខ្ញុំ predict reverse daily low នឹង hit ឯងដូចដែលខ្ញុំបានសរសេរនៅក្នុងហ្នឹងអញ្ចឹងឥឡូវយើងត្រឡប់មកលើ4ម៉ោងវិញចឹងនៅក្នុង4ម៉ោងគឺយើងមាន4ម៉ោង order block ដែល market អត់បាន hit ទេប៉ុន្តែក្នុងនោះខ្ញុំក៏បាន mark ទៅលើ4ម៉ោង high ដែរដោយសារយើងបាន speed reverse daily high ហើយយើង close ខាងក្នុងហ្នឹងចឹងចំពោះអា high មួយនេះគឺវាដើរតួជា narrative របស់ខ្ញុំគឺមានតែ2ទេគឺថាបើសិនជា market sweep high ម្ដងទៀតវាអាចជា liquidity run ទៅដាច់ high ឬក៏ reverse day high ម្ដងទៀតគឺមានតែ2ហ្នឹងទេគុំតែដោយសារតែយើងមាន1ម៉ោង order block នៅនេះដែរយើងបាន hit 2ដងហើយ4ម៉ោងនេះគឺដើរតួជា narrative ហើយបានជា4ម៉ោង low នេះដើរតួជា narrative ទាំង low ទាំង high មួយនេះគឺដោយសារតែយើងមាន swing high ហើយតមកគឺយើងមានទៅលើ fair value gap ដែលជា internal liquidity យើងបានចោះមក internal នឹងមុននឹងទៅ break high អញ្ចឹងនៅពេលដែល market ចាប់ដើមឡើងទៅ break high យើងមានតែពីរបើសិនជា TS គឺយើងអាចត្រាត់មកយក low នេះបានគឺមកយក fair value gap នេះបានហើយនឹង liquidity pool ដែលខ្ញុំបានគូនៅកន្លែងនេះហ្នឹងអញ្ចឹងទៅមានប៉ុណ្ណឹងមកគឺខ្ញុំមើលនៅ5នាទីអញ្ចឹងនៅ5នាទីរបស់យើងគឺយើងមានទៅលើ standard deviation មួយ standard deviation នេះគឺជា standard deviation ដែលខ្ញុំគិតដំបូងគេប៉ុន្តែនៅពេលដែលខ្ញុំលេង time frame ចាស់លេង time frame ឡើងគឺខ្ញុំសម្រេចចិត្តយកតាមអានេះវិញយកតាម high នេះវិញហើយដែលបានជាខ្ញុំយក high មួយនេះពី low ទៅ high មួយនេះគឺដោយសារតែវាត្រូវគ្នាជាមួយនឹង OTE ចាំមើលថា entry មួយនេះគឺជា entry OTE សម្រាប់ខ្ញុំយើងអាចយកពី low ទៅ high នេះក៏បានដែរហើយយើងបាន resource របស់យើងគឺយើង similar នឹងគ្នាក៏តែបើនៅពេលដែលយើងគូយកពី low នេះទៅ high នេះហើយមួយទៀតវាក៏ជា displacement lag ហើយបានជាយើងហៅវាជា displacement lag អញ្ចឹងយើងឃើញថា market វាបានត្រប់ចុះខោធ្លាក់នៅ fair value gap bearish មួយហើយបើសិនជាយើង trade ទូទៅយើងអត់ដឹង direction យើងប្រកាសជាគិតថាវាឡើងទៅយក fair value gap ហ្នឹងហើយទៅ break low នេះហើយក៏តែ market គឺវាបានធ្វើបែបហ្នឹងទេគឺមួយ candle នេះគឺ displace higher យកមកហើយទៅមកយើងមានមួយ candle មួយទៀតដែលបានបង្កើតនៅ fair value gap ឬក៏វា sort of a BPO ទោះបីជាវាអត់ clean ក៏ដោយសម្រាប់ខ្ញុំគឺវាជា sort of BPO ហើយមួយទៀតយើងមាន reason ច្រើនមែនតើនៅក្នុងនេះគឺយើងបាន respect ទៅលើ OTE ដែលចេញពី rejection block មួយហ្នឹងអញ្ចឹងបើយើងផា EQ មកយើងឃើញថាយើង wait respect ទៅលើ rejection block consequent encroachment 0.5% អញ្ចឹងយើង respect ទៅលើកន្លែងហ្នឹងខ្ញុំអត់ទាន់ប្រកាសថាអានេះវាដើរទេ
តើបើដែលខ្ញុំអាចសន្និដ្ឋានថា rejection block នេះដើរគឺដោយសារតែវាបាន follow ទៅលើ bullish order flow នៅខាង price action ខាងមុខបន្តចាំបានថាបើដែលខ្ញុំនិយាយនេះគឺមិនមែនជាអ្វីដែលគ្នាយើងគួរតែយកវាមកត្រាទេគ្រាន់តែយកវាជាអ្វីមួយសម្រាប់ក្នុងការ read narrative ហើយខ្ញុំក៏បានបញ្ជាក់ដែរខ្ញុំអាចនឹងខ្វះខាតការ analyze ខ្លះដោយសារតែ trade មួយនេះគឺខ្ញុំបាន analyze វាចេញពីទូរស័ព្ទតែប៉ុណ្ណោះអញ្ចឹងយើង inverse អីចឹងមកតែបើខ្ញុំខ្វល់គឺខ្ញុំបានគូ displacement leg ចឹងដល់ពេលតែគូ displacement leg ខ្ញុំឃើញថាដកពីមួយនេះគឺវាត្រូវជាមួយនឹង relative equal high ឬក៏4ម៉ោង high របស់យើងហ្នឹងយើងមាន4ម៉ោង order block ដែរដែលជា kilobar តែ market វាបានទៅ hit ទេចឹងដល់ពេលតែ market អត់បានទៅ hit ទៅលើ4ម៉ោង kilobar មួយហ្នឹងឥឡូវយើងត្រឡប់មក execution time frame ចំពោះខ្ញុំគឺថា market វាចាប់ដើមនឹង reversal ហើយក៏ប៉ុន្តែអានេះគឺជាមិនអ្វីជាខ្ញុំចង់ឃើញថាវា reversal មកនេះវាមិនជាអ្វីដែលខ្ញុំចង់ឃើញទេអញ្ចឹងខ្ញុំចាំ market break មក low ម្ដងទៀតហើយនៅពេលដែលខ្ញុំ trade execution ហ្នឹងគឺខ្ញុំមើលទៅលើការ reaction ចេញពី kilobar មួយនេះអញ្ចឹង fair value gap មួយនេះគឺវាដើរតួជាorder block មួយនេះគឺវាដើរតួជា narrative របស់ខ្ញុំវិញគឺខ្ញុំអត់ប្រកាសថាវាដើរទេលុះត្រាតែវាចេញ PD array ថ្មីដែល PD array ថ្មីគឺបានបង្កើតនៅកន្លែងមួយនេះ fair value gap អញ្ចឹងបើយើងមើលទៅនៅក្នុងនេះគឺយើងអត់មាន fair value gap ទេហើយ PD array មួយនេះគឺវាបានបង្កើត fair value gap នៅពេលបន្ទាប់ពីវា sweep បាននៅ relative equal high ដែរចឹងនៅពេលដែលវា sweep នៅ relative equal high ចាក់ចូលមក order block ម្ដងទៀតធ្លាក់នៅ fair value gap ហើយពេលនោះហើយទៅខ្ញុំហ៊ាន short ចេញពី population block មួយហ្នឹងទៅវាមិនជា population block ខ្លាំងណាស់ទេសម្រាប់ខ្ញុំគឺវាដូចជា order block ចឹងប៉ុន្តែសុទ្ធតែហាក់ហើយបានជាខ្ញុំជ្រើសរើសក្នុងការ trade short ចេញពី kilobar មួយហ្នឹងទៅអត់ញ៉ត់ target បាន14ម៉ោង low ទេគឺធម្មតា relative ខ្វល់ low នៅកន្លែងនេះទេចឹងសំណួរគឺសួរថាហេតុអីបានខ្ញុំជ្រើសរើសក្នុងការ short នៅ population block មួយហ្នឹងជាង order block មួយហ្នឹងចឹងដោយសារតែខ្ញុំត្រូវការអ្វីមួយដែលដើរតួជា narrative ជា narrative របស់ខ្ញុំគឺខ្ញុំមាន2នៅពេលមុននឹង market sweep ទៅលើកន្លែងមួយហ្នឹងគឺខ្ញុំមាន high នេះដែរដែល high មួយនេះបើសិនជា market sweep ខ្ញុំ expect ទៅលើ total soup ហើយដែរមកជាខ្ញុំ expect ទៅលើ total soup គឺដោយសារតែ1ម៉ោង open នេះគឺវាអត់សូវ clean សម្រាប់ខ្ញុំហើយ structure របស់យើងក៏អត់សូវ clean ដែរក៏ប៉ុន្តែដោយសារតែ order block នេះវាបានបានបំពេញនៅអ្វីដែលខ្ញុំចង់ឃើញហើយមួយទៀតបើសិនជាយើងនៅលើ FHCM គឺយើងអត់ឃើញអីទេនៅក្នុង chart មួយនេះគឺយើងច្បាស់ជាអត់ឃើញទៅលើ gap អីទេគឺវារៀបស្មើក៏ប៉ុន្តែចំពោះពួកខ្ញុំគឺខ្ញុំចូលចិត្តប្រើប្រាស់ទៅលើ broker មួយណាដែល offer ទៅលើ gap ណាខ្លះគឺគេអត់ចូលចិត្តទេនៅពេលដែលមាន gap គឺសម្រាប់ពួកគេគឺពិបាកត្រិតតែសម្រាប់ខ្ញុំនៅពេលមាន gap គឺខ្ញុំយកវាដើរតួជា volume imbalance ដូចជា fair value gap ដែរចឹងនៅកន្លែងមួយនេះគឺខ្ញុំមាន killer មួយទៀតដែលជា VI ដែលបាន inverse នេះហើយមកជាខ្ញុំហ៊ានយក VI ហ្នឹងខ្ញុំមកប្រើដោយសារតែយើងឃើញថាវាបាន respect ម្ដងហើយចឹងនៅពេលដែលមានប៉ុណ្ណឹងក៏វាដើរតួជា inverse ចឹង volume imbalance ហើយនៅកន្លែងមួយនេះគឺជាកន្លែង first thread ហើយមួយទៀតហើយមកជាខ្ញុំអត់ហោះខាងនេះដោយសារខាងនេះគឺយើងមើលទៅយើងមាន sort of a CISD ដែរ CISD នៅកន្លែងមួយនេះឬក៏នៅ low មួយនេះចឹងចោះហើយហាក់ហើយមកជាខ្ញុំអត់ទាន់ short នៅនេះចឹងខ្ញុំនិយាយម្ដងទៀតគឺដោយសារតែខ្ញុំត្រូវតែចង់ដឹងថា order block នេះដើរអត់ហើយ order block នេះគឺយើងឃើញថាវាមានការប៉ះច្រើនដងក៏ប៉ុន្តែវាមិនជារឿងសំខាន់ទេICT ក៏ធ្លាប់បាននិយាយថា order block គឺឲ្យតម្លៃទីផ្សារ redelivery ច្រើនដងគឺវាអត់ដូចទៅលើ unicorn model ដែលយើងអត់ចង់ឃើញ market spend time នៅក្នុង gap ហ្នឹងយូរទេចំពោះ order block គឺយើងឲ្យវា redeliver តែចំពោះ population block គឺអត់ទេ population block យើងចង់ឃើញវាចាក់ចេញពី PD array ហ្នឹងកាន់តែលឿនគឺកាន់តែល្អចានេះគឺ deliver ច្រើនដងវា break ចោលគោម្ដងទៀតហើយមួយទៀតនៅពេលដែលយើងមើលទៅលើ5នាទីចឹងនៅលើ5នាទីគឺនៅពេលដែល market break low ហ្នឹងគឺយើងបានបង្កើតនៅ bullish candle មួយហើយវាមើលទៅវាដូចជា failure swing high ហើយក្នុងខាងនេះគឺខ្ញុំនឹងធ្វើការ mark out ទៅលើ failure gap របស់5នាទីមួយនេះដើម្បីបញ្យល់បន្ត
ចឹងនេះជា failure gap របស់ Thafra មួយហ្នឹងហើយនៅពេលដែលខ្ញុំ track short មួយហ្នឹងគឺខ្ញុំត្រៀមដៃ close បាត់ទៅហើយដោយសារតែខ្ញុំអបកតថាមកកានឹង inverse អានេះអត់ទេតែបើសិនជាខ្ញុំឃើញថាវាអាចនឹងចូលទៅដល់ប្រហែលជា 0.25 ឬក៏ 0.75 ឬក៏ upper half quarter array នៅម្ដុំហ្នឹងគឺខ្ញុំអាចនឹង close position ភ្លាមតែម្ដងដោយសារតែដូចអានេះខ្ញុំចាត់ទុកវាជា pop position block ខ្ញុំអត់ឃើញតម្លៃខ្ញុំអត់ចង់ឃើញតម្លៃទីផ្សារចំណាយពេលនៅកន្លែងហ្នឹងយូរទេហើយ market ក៏បាន inverse 5 tick gap ហើយក៏បាន target ទៅលើ low មួយហ្នឹងចឹងសំណួរមួយទៀតគឺបានសួរថាហេតុអីបានជាខ្ញុំអត់ហូរទៅមកដល់4ម៉ោង low មួយនេះដែលយើងឃើញថា market វា sweep ចឹងដោយសាររឿងដែលខ្ញុំអត់ចង់ហូរដល់4ម៉ោង low មួយហ្នឹងគឺយើងមានទៅលើ sort of kilobar មួយនៅណាវ៉ៃកន្លះម៉ោងហើយពេលហ្នឹងខ្ញុំមើលកន្លះម៉ោងជាងកន្លះម៉ោងនៅពេលដែលយើងមាន BPR គឺខ្ញុំអត់ចង់ hold ប្រាច់ BPR ហ្នឹងទេចំពោះអ្នកខ្លះគឺគេ trade ទៅកន្លែងមួយហ្នឹងដូចខ្ញុំអញ្ចឹងគឺខ្ញុំយកចិត្ត trade ទៅ BPR តែបើសិនជាឲ្យខ្ញុំយកវាជា kilowatt សម្រាប់ long វិញក៏ខ្ញុំអត់ដែរខ្ញុំយកធម្ម low នេះទេ wait 1 second រក kilowatt ហ្នឹងសិនពេលហ្នឹងគូ4ម៉ោងម៉ោងអីហ្នឹងអត់4ម៉ោងគឺ1ម៉ោងទោះបីជា BPO ឡើងយើងឃើញថាវាបានប្រើប្រាស់ដើម្បីទៅប្រាក់ទៅលើ ethanol high ក៏ដោយតែការត្រាត់មកវិញគឺខ្ញុំអត់ចូលចិត្តត្រាត់នឹងវាមិនបានទេក៏ប៉ុន្តែក្នុងលក្ខខណ្ឌនេះបើសិនជាខ្ញុំចង់ត្រាត់មែនគឺខ្ញុំនឹងធ្វើការ close នឹងម្ដងហើយត្រាត់ម្ដងទៀតចេញពី order block មួយនេះមក low នេះវិញគឺវា clean ជាងចេញពី internal ទៅ ethanol low ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេhappy ខ្មែរ New Year អ្នកទាំងអស់គ្នា